អ្នកទាំងអស់គ្នាដែលមានបញ្ហាចុកពោះបន្ទាប់ពីយើងញ៉ាំអីរួចឬក៏ហើមពោះចុកឆ្អល់ហើយអត់ស្នុកនៅក្នុងខ្លួនដែរតែបងប្អូនកុំភ័យដោយសារតែមានមនុស្សជាច្រើនមែនតើដែលធ្លាប់ជួបទៅនឹងបញ្ហាចុកឆ្អល់អត់ស្រួលនៅក្នុងពោះបន្ទាប់ពីយើងញ៉ាំអីរួចនឹងឯងបូករួមទាំងខ្ញុំផងដែរអញ្ចឹងមូលហេតុដែលធ្វើឲ្យយើងនឹងអត់ស្រួលកាពះគឺមានកត្តាជាច្រើនខ្លាំងមែនតើទី1អញនឹងយើងហូបអីអត់បានទៀងពេលវេលាទី2យើងញ៉ាំរបស់ដែលមានជាតិហឹរខ្លាំងពេកឬក៏មានជាតិខ្លាញ់រៀងច្រើនសូម្បីតែយើង stress ក៏អាចធ្វើឲ្យទឹកអាស៊ីតនៅក្នុងកាពះរបស់យើងជ្រាលមកដែរដែលធ្វើឲ្យយើងនឹងរៀងចុកឆ្អល់ចុងដង្ហើមឬក៏ឆ្អល់ពោះនឹងឯងប្រសិនបើពុកម៉ែបងប្អូនមានអាការៈដូចដែលខ្ញុំនិយាយខាងលើហ្នឹងខ្ញុំសូមណែនាំជាមួយនឹងថ្នាំកាពះ Cream Gel ដែលផ្សំឡើងចេញមកពី Aluminium Hydroxide Magnesium Hydroxide ក៏ដូចជា Simethicone ដែលមានប្រសិទ្ធភាពឆាប់រហ័សក្នុងការព្យាបាលរលាកក្រពះចុកចុងដង្ហើមភើជូរនិងហើមពោះហើយអ្វីដែលខ្ញុំចូលចិត្តជាងគេហ្នឹងគឺមានរសជាតិជាងកាមត្រជាក់ស្រស់ស្រាយអត់មានអារម្មណ៍ថាយើងកំពុងតែញ៉ាំថ្នាំទេមានរូបរាងតូចងាយស្រួលដាក់តាមខ្លួនហើយយើងញ៉ាំបានភ្លាមៗនៅពេលដែលយើងមានអាការៈឈឺកាពះអញ្ចឹងបងប្អូនទាំងអស់គ្នាអាចស្វែងរក Cream Gel នៅតាមអសរស្ថានដែលនៅជិតលោកអ្នកបំផុតជម្រាបលាបាយបាយ